បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅរដ្ឋ Illinois សហរដ្ឋអាមេរិកកាលពីម្សិលមិញប៉ូលីសប្រចាំតំបន់នោះបានស្វែងរកឃើញឡាន Toyota ស៊េរីចាស់មួយគ្រឿងដែលស្ថិតនៅក្នុងទន្លេ Fox ហើយពួកគេបានធ្វើការស្រង់ឡាននោះឡើងស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្សស្ថិតនៅក្នុងឡានមួយគ្រឿងនោះផងដែរដែលគេដាក់ការសង្ស័យថាគ្រោងឆ្អឹងនោះប្រហែលជាមនុស្សស្រីម្នាក់ដែលបានបាត់ខ្លួនចន្លោះពីឆ្នាំ1983មកម្លេះបាទកាលពីម្សិលមិញថ្មីនេះប៉ូលីសប្រចាំរដ្ឋ Illinois តំបន់ Elgin ពួកគេបានធ្វើការស្រង់ឡានស៊េរីចាស់មួយគ្រឿងដែលនៅក្នុងទន្លេ Fox ហើយពួកគេក៏បានស្វែងរកឃើញគ្រោងឆ្អឹងមនុស្សដែលស្ថិតនៅក្នុងឡានស៊េរីចាស់នោះផងដែរឡាននោះគឺជាឡានម៉ាក Toyota Camry ស៊េរីឆ្នាំ1980ដែលគេបានដាក់ការសង្ស័យថាឡាននេះជាមួយនឹងគ្រោងឆ្អឹងគឺអាចប្រហែលជាសាកសពស្ត្រីម្នាក់ដែលបានបាត់ខ្លួនកាលពីចន្លោះថ្ងៃទី16ខែមេសាឆ្នាំ1983មកម្លេះស្ត្រីនោះគឺមានឈ្មោះថា Karen Chapperដែលគាត់នេះមានអាយុ23ឆ្នាំកាលពីគាត់បានបាត់ខ្លួនថ្ងៃចុងក្រោយដែលគេបានឃើញគាត់គឺគាត់បានទៅជប់លៀងជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅកន្លែងជប់លៀងមួយបន្ទាប់ពីចេញពីការជប់លៀងនោះគឺគាត់បានបាត់ខ្លួនរហូតមកទល់ពេលនេះគឺគ្មានដំណឹងទាល់តែសោះក្រុមគ្រួសាររបស់គាត់គ្រប់គ្នាគឺបានដាក់ពាក្យបណ្ដឹងក៏ដូចជាដើរស្វែងរកគ្រប់ទីកន្លែងអស់រយៈពេលជាង40ឆ្នាំមកហើយប៉ុន្តែនៅតែមិនបានឃើញគាត់នោះទេទើបតែថ្មីនេះគឺប៉ូលីសនៅរដ្ឋ Illinois បានប្រទះឃើញឡានមួយគ្រឿងហើយពួកគេបានស្រង់ឡាននោះចេញពីទន្លេស្រាប់តែឃើញគ្រោងឆ្អឹងមនុស្សនៅក្នុងនោះហើយពួកគេបានធ្វើការសន្និដ្ឋានក៏ដូចជាធ្វើការប្រៀបធៀបនៅភស្តុតាងមួយចំនួនជាមួយនឹងស្ត្រីម្នាក់ដែលបានបាត់ខ្លួនកាលពីឆ្នាំ1983នោះថាទាំងនេះប្រហែលអាចជាស្ត្រីម្នាក់នោះពីព្រោះទាំងឡាននិងផ្លាកលេខគឺមានភាពស្រដៀងគ្នាច្រើនប៉ុន្តែពួកគេមិនទាន់បញ្ជាក់ច្បាស់នោះទេពីព្រោះស្ថិតនៅក្រោមការស៊ើបអង្កេតជាបន្តទៀតប៉ូលីសប្រចាំរដ្ឋ Illinois តំបន់ Elgin បានបញ្ជាក់ថែមទៀតថាពួកគេបានស្រង់ឡាននេះឡើងហើយឡាននេះគឺជាឡានស៊េរីចាស់មួយម៉ាក Toyota តាំងពីឆ្នាំ1980ហើយបានប្រទះឃើញគ្រោងឆ្អឹងមនុស្សម្នាក់ដែលស្ថិតនៅក្នុងឡាននោះហើយគេសន្និដ្ឋានថាឡាននេះគឺមានអាយុកាលប្រហែលជាង40ឆ្នាំហើយដូច្នេះកាលពីមុនគឺមានករណីមួយគឺស្ត្រីម្នាក់បានជិះឡានម៉ាក Toyota Camry នេះហើយបានបាត់ខ្លួនជាមួយនឹងឡាននេះរហូតមកដល់ពេលបច្ចុប្បន្នដូច្នេះទើបគេដាក់ការសង្ស័យថាឡាននិងគ្រោងឆ្អឹងមនុស្សនេះអាចជាស្ត្រីនិងជាហេតុការណ៍មួយដែលបានកើតឡើងកាលពីជាង40ឆ្នាំមុននោះបើតាមបងប្អូនជីដូនមួយរបស់ជនរងគ្រោះបានបង្ហាប់ឲ្យដឹងថាពួកគេបានធ្វើការស្វែងរក Karen ទាំងយប់ទាំងថ្ងៃអស់រយៈពេលជាង40ឆ្នាំមកហើយប៉ុន្តែគ្មានដំណឹងទាល់តែសោះសូម្បីតែប៉ូលីសក៏មិនអាចរកគេឃើញនោះដែរពួកគេបានធ្វើការស្វែងរក Karen តាមរយៈការផ្សព្វផ្សាយលើទូរទស្សន៍ផ្សេងក៏ដូចជាវិទ្យុផ្សេងផងដែរហើយនឹងពួកគេតែងតែសម្គាល់រកមើលនៅពេលដែលពួកគេទៅកន្លែងណាដែលមានមនុស្សច្រើនក្រែងលោអាចរកឃើញប៉ុន្តែពួកគេមិនបានរកឃើញទាល់តែសោះទើបតែថ្មីនេះទើបមានការបញ្ជាក់ពីខាងប៉ូលីសថាបានរកឃើញឡានម៉ាក Toyota នោះដែលដូចទៅនឹងឡានរបស់ Karen ដែលគាត់ជិះកាលពីជាង40ឆ្នាំមុនហើយបានរកឃើញនៅក្នុងទន្លេ Fox រដ្ឋ Illinois ស្របក្នុងនោះដែរគឺមានគ្រោងឆ្អឹងមនុស្សស្ថិតនៅក្នុងឡាននោះទៀតផងដូច្នេះខ្ញុំហ៊ានសន្និដ្ឋានថានោះប្រហែលជាឡាននិងសាកសពរបស់ Karen ហើយនេះបើតាមអ្វីដែលបងប្អូនជីដូនមួយរបស់ជនរងគ្រោះបានប្រាប់ ABC News ប៉ុន្តែទោះជាយ៉ាងណាក្រុមប៉ូលីសស៊ើបអង្កេតនៅតែមិនទាន់ហ៊ានអះអាង 100% នោះទេគឺពួកគេបាននិយាយថាហេតុការណ៍នេះគឺស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងហ្មត់ចត់ហើយពួកគេនឹងផ្ដល់ព័ត៌មានច្បាស់ការនៅពេលក្រោយនៅពេលដែលពួកគេស្វែងរកការពិត 100% ឃើញហើយបច្ចុប្បន្នសាកសពជាមួយនឹងរថយន្តនោះគឺត្រូវបានយកទៅថែរក្សានៅកន្លែងដែលមានសុវត្ថិភាពបំផុតហើយករណីមួយនេះក៏ជាករណីពិសេសដែលគួរធ្វើការស៊ើបអង្កេតភ្លាមមិនអាចទុកយូរបាននោះទេនេះបើតាមប៉ូលីសប្រចាំរដ្ឋ Illinois បានរាយការណ៍ទៅកាន់សារព័ត៌មានបាទបងប្អូនទាំងអស់គ្នានេះគឺជាករណីដែលបានបាត់ខ្លួនស្ត្រីម្នាក់កាលពី42ឆ្នាំមុនរហូតមកដល់ពេលបច្ចុប្បន្នមិនមានដំណឹងតែថ្មីនេះគឺប៉ូលីសបានស្រង់ឡានមួយគ្រឿងចេញពីទន្លេស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅក្នុងឡាននោះដូច្នេះទើបគេដាក់ការសង្ស័យថាប្រហែលជាស្ត្រីម្នាក់នោះហើយដែលបានបាត់ខ្លួនក្នុងឆ្នាំ1983នោះបាទបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានពីសហរដ្ឋអាមេរិកបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយ